ឥឡូវនេះស្មាអានស្នាដៃរបស់លោកដែលពេលលោកបញ្ជន85ឆ្នាំហើយញាតិញោម85ឆ្នាំយ៉ាងម៉េចដែរបើយើង85វិញយ៉ាងម៉េចដែរយើងគ្រប់គ្នានោះហ្នឹងហើយឥឡូវចាំមើលណាពេលដែលពីលោកបញ្ជន85លោកលើកធัวមកសរសេរសម្រាប់ជនជំនាន់ក្រោយហ្នឹងលើកអំពីសុភាសិតនេះព្រះបរមពុទ្ធោវាទអសេវនាចពាលានំគុំស្រែកគប់ពួកជនពាលបណ្ឌិតានញ្ញសេវនាគួរស្រែកគប់ពួកជនជាបណ្ឌិតហើយលោកបញ្យល់ពាក្យហ្នឹងថាពាក្យថាពាលនេះមានប្រភពដើមថាទ្វិប្រែថាពីរនិងលុប្រែថាកាត់ហើយផ្លាស់ទ្វិជាពាផ្លាស់លុជាលក្ខសំជាពាលក្ខប្រែថាអ្នកកាត់ប្រយោជន៍ពីរគឺប្រយោជន៍ខ្លួនឯងនិងប្រយោជន៍អ្នកដទៃឬប្រយោជន៍បច្ចុប្បន្ននិងប្រយោជន៍បរលោកហ្នឹងហើយហ្នឹងបញ្ចាស់កាន់តែហឹលមែនទេពេលបើជាគុណបទប្រែថាក្មេងទន់ល្ងងពាក្យថាបណ្ឌិតមានប្រភពដើមថាបដិចេញមកជាបណ្ឌិប្រែថាប្រាជ្ញារក្សាខ្លួនឲ្យកិច្ចជៀសវាងផុតចាកទុច្ចរិតផ្សំជាមួយនឹងអ៊ីតបច្ច័យសម្រាប់រូបជាបណ្ឌិតប្រែថាអ្នកមានប្រាជ្ញារក្សាខ្លួនឲ្យកិច្ចជៀសវាងផុតចាកទុច្ចរិតគឺអ្នកកាន់សុចរិតខ្ជាប់ខ្ជួននឹងហៅថាបណ្ឌិតចេះបណ្ឌិតយើងឥឡូវនេះអនុឌិតអីបណ្ឌិតហ្នឹងណារួចពីបាបទេហ្នឹងកាន់តែបណ្ឌិតប្រពន្ធកាន់ច្រើនណាប្រែឲ្យខ្លីថាអ្នកប្រាជ្ញឬអ្នកមានគំនិតប្រាជ្ញាយល់ខុសត្រូវព្រមទាំងប្រព្រឹត្តកម្មសុចរិតយុត្តិធម៌ខ្ជាប់ខ្ជួនផងផ្ទុយគ្នានឹងពាក្យថាពាលបណ្ដាពាក្យទាំងពីរនេះពពកបរោះពុទ្ធសាសនិកខ្មែរយើងនិយមប្រើពាក្យពាលថាអ្នកល្ងងខ្លៅប្រើពាក្យបណ្ឌិតថាអ្នកចេះដឹងដោយហេតុនេះបានជាបព្វជិតពុទ្ធសាសនិកដែលលាចាកភ្នោះទៅនឹងសឹកថ្មីគេហៅថាបណ្ឌិតហៅឃ្លាតមកថាអន្តិតស្រដៀងនឹងសម្ដីប្រាក្រិតនៅប្រទេសឥណ្ឌាណាបានជាគេហៅយ៉ាងនេះព្រោះគេយល់ថាអ្នកត្រឹមត្រូវអ្នកចេះដឹងអ្នកហ្មត់ចត់ត្បិតទៅនឹងលាចេញមកពីវត្តអារាមដែលជាកន្លែងហ្មត់ចត់ទាំងកំពុងប្រព្រឹត្តសុចរិតខ្ជាប់ខ្ជួនផងខ្ញុំកុំបញ្ញាប់3ដកពេកនោះណោះពិតឬពំពិតដោយគេហៅនោះជានេតិរបស់អ្នកទៅនឹងសឹកនោះឯងឥឡូវគេហៅបណ្ឌិតហើយប៉ុន្តែសម្ដេចលោកថាពិតថាបណ្ឌិតឬមិនបណ្ឌិតគឺជានេតិរបស់អ្នកទៅសឹកទេធ្វើខ្លួនឯងយ៉ាងណាគឺយ៉ាងនោះគួរណាស់តែប្រព្រឹត្តធម៌កាន់សិលឲ្យបានហ្មត់ចត់ខ្ជាប់ខ្ជួនតរៀងទៅកុំឲ្យអ្នកផងគិរិះគុណនិន្ទាខ្លួនបានកុំឲ្យចុះក្នុងតម្រាថាអន្តិតគោលោតឲ្យស្រីបញ្ឆោតអស់ពោតមួយចំការនឹងពាក្យសម្ដេចជួនណានេះហ្នឹងណាបាទយកមុននិយាយហ្នឹងដែលមានរឿងដំណាលថាសឹកមកដាំពោតមានស្រីម្នាក់មកបញ្ឆោតទិញពោតជឿតមកអត់បានសងថ្លៃពោតទាល់តែសោះកើតទុកសំកុកសំកុលខ្មាស់គេសន្ធឹកអូអន្តិតគោលោតឲ្យស្រីបញ្ឆោតអត់ពោតមកចំការបងអានេះលក់ថ្លៃហ្មងណោះហ្នឹងហើយមែនយ៉ាប់ណោះយ៉ាប់ទេយ៉ាប់ហើយបានលោកចងពាក្យកាប់ឲ្យងាយចាំពាក្យកាប់ពាក្យ7ដែរគប់ពីលរែងរៀលទៅរកខុសគប់ប្រាជ្ញស្រីប្រុសរែងបានត្រូវគប់មិត្តអបលៈរែងអាស្រូវខុសត្រូវមានព្រោះការសែបគប់គួរជ្រើសរើសរកជនស័ព្ទជនប្រុសស្រីតើមានធម៌អ្វីជាប្រភពបើឃើញច្បាស់ហើយសឹមសែបគប់ឬត្រូវតែឈប់កុំរវល់បើតាមអវាទព្រះសម្ពុទ្ធវិសុទ្ធត្រង់ធម៌និរមលគួរដឹងថាបើឃើញបុគ្គលយល់ខុសពុំគួរសែបគប់ឡើយសូវនៅម្នាក់ឯងប្រសើរជាង
ត្រូវតែជៀសវាងជួនតោះតើយមិនកាន់តាមធัวជាកោះត្រើយប្រងើយថាមានប្រងើយដល់យល់ថាខ្លួនត្រូវមកពីច្រឡំផន់គំនិតផ្្លាត់គិតបែយល់ព្រៃថាផ្លូវយកធัวសុចរិតជាសត្រូវក្រលើតម្កើងឯទុច្ចរិតផ្ទុយទេខុសទេគួរបោះបង់គួរខំចិត្តចង់កាន់សុចរិតកុំអាងថាស្រេចតែនឹងចិត្តគួរតែអាណិតខ្លួនទៅផ្សំព្រោះការសែបគប់នេះសំខាន់ប្រយ័ត្នកុំផន់កុំច្រឡំគប់ពេលបានពេលមិនបាច់ខំដោយគេវាយដំឲ្យសន្លប់គប់មិត្តបណ្ឌិតបានបណ្ឌិតគំនិតត្រឹមត្រង់អាចបញ្ចប់ឧបទ្រពចង្រៃឲ្យរងាប់សុខស្ងប់អាចកើតមានឯងព្រះសព្វបញ្ញូទ្រង់ត្រាស់ថាជនណាជាមនុស្សពេលជាក់ស្ដែងស្រាប់តែភ្ញាក់ខ្លួនថាអញឯងថាពេលក្រៃលែងទៅហើយតើជននោះបានឈ្មោះថាបណ្ឌិតព្រោះភ្ញាក់គំនិតដោយអើពើនឹងអាចញ៉ាំងខ្លួនឲ្យបានរើគំនិតសាវ៉ាឲ្យឃ្លាតឆ្ងាយផ្ទុយគ្នាស្រឡះពីជនពាលពង្រីកពង្រៀលផ្លូវអបាយប្រមុខនៃទុក្ខភយន្តរាយកំចាយសុខស្ងប់ឲ្យសាបសូន្យឥតភ្ញាក់ខ្លួនសោះរិតតែរិតឥតគិតអាណិតប្រពន្ធកូនទោះបីមិត្តភ័ក្តិនិងបងប្អូនទូនមានរំលឹកក៏លែងកើតជននោះឈ្មោះថាមហាពាលពេញសុខជាពាលតួឯកឆើតគួរសាទុជនកុំឈមអើតមិនកើតទេគុណថ្លៃជាទោសគួរជៀសដូចជៀសផ្លូវរអិលខ្វិចខ្វិលយ៉ាងណាដោយសន្តោសកុំឆ្លោះប្រកាន់ឲ្យរអស់ក្រែងទោសនឹងមានព្រោះធ្វើគុណអហង្ជួណោចូលតញ្ញណោណាអហង្ជួណោអហង្ហ្នឹងប្រែតែខ្ញុំណាជួណោហ្នឹងគឺជួណាតចូលតញ្ញណោនាមបញ្ញត្តិលោកអញ្ចឹងគឺថាខ្ញុំឈ្មោះជួណាតចូលតញ្ញណោហ្នឹងប្រែពាក្យណាអហង្ជួណោចូលតញ្ញណោមានក្តីគោរពព្រះមានបុណ្យពេលដែលខ្លួនកាន់តែចាស់សុនជីវជនគម្រប់85ជីវជនហ្នឹងគឺជីវិតរបស់លោកនឹងឯងអាយុរបស់លោកហ្នឹងគឺ85មកពេលតែកណាត់ហ្នឹង85ហើយពលលោកទីមង្គត86ដែរជីវជនគម្រប់85ភ្នប់នឹកដល់ពុទ្ធភាសិតថារូបយើងពិតជាមិនទ្រាំដល់100ឆ្នាំទេរែងខ្ទេចខ្ទាំពុំទ្រាំរស់នៅតាមចង់ឡើយមែនទេហ្នឹងរូបបាត់សូនទៅនាមគង់នៅដោយសារចិត្តដៅពុំតោះតើយប្រឹងកសាងគេពុំប្រងើយគេហ្នឹងគេឈ្មោះកសាងគេហ្នឹងគឺគេឈ្មោះណាប្រឹងកសាងគេពុំប្រងើយខ្លួនបាត់ទៅហើយគេគង់នៅគេគង់នៅហ្នឹងគឺគេឈ្មោះគង់នៅហេតុនេះអហង្រែងខំប្រឹងណាអហង្រែងខំប្រឹងហ្នឹងគឺខ្ញុំអហង្ហ្នឹងប្រែថាខ្ញុំហេតុនេះអហង្រែងខំប្រឹងទោះខ្លួនចាស់ម្លឹងមិនសៅដៅធ្វើនេះរួចធ្វើនោះទៀតទៅមិននៅយកស្រួលដោយតម្រាន់មិនព្រមតម្រើសខ្លួនឲ្យធ្លាប់តាំងចិត្តមមខ្ជាប់ដោយគិតគន់ឃើញថាករណីទោះស្រាលធ្ងន់កម្រពេកពន់ក៏ត្រូវប្រឹងមានពាក្យភាសិតចែងប្រាប់ថារូបតែងជារាមិនរឹងប៉ឹងប៉ុន្តែរូបកុំដេកសម្លឹងរងចាំតែពេលអស់ជីវិតកិច្ចការខ្លះធ្វើបានដោយកាយខ្លះដោយវាចានិងចិត្តគិតទោះខ្លួនចាស់ត្រូវប្រឹងប្រព្រឹត្តកុំគិតដេកចាំតែពេលស្លាប់ធ្វើទៅស្ដីទៅគិតឲ្យសពការអ្វីគួរកប់ត្រូវកាន់កាប់ប្រយ័ត្នកុំឲ្យតែខុសច្បាប់បើច្បាប់បើផ្លូវត្រូវតែធ្វើប្រយ័ត្នមួយយ៉ាងកុំឲ្យប៉ះប្រទះត្រូវចំលើអំពើជាកម្មអកុសលកុំខ្វល់ធ្វើព្រោះកាលបើធ្វើរែងបានទុកកុំឃើញត្រឹមតែបច្ចុប្បន្នប្រយ័ត្នក្រែងភ័ន្តទៅខាងមុខកុំយល់ថាចេះតែបានសុខស្រណុកស្រណានគ្មានទុកឡើយបានសុខត្រូវនឹកដល់ទុកផងគិតឲ្យម៉ត់ម៉ងកុំតោះតើយសុខទុកក្រវែងគ្នាឥតស្បើយណាហើយត្រឹមប៉ុណ្ណឹងចុះចប់អងសូមអនុមោទនានឹងសម្ដេចជួនណាតមែនទេណាណែហើយថ្មអានប្រវត្តិរបស់លោកតិចតិចណាតិចតិចទេឲ្យដឹងថាតើថ្មមើលប្រវត្តិរបស់លោកទៅជាតែប្រឹងវាមិនបានទៅធ្វើដូចលោកអីទេប៉ុន្តែបើបានអានប្រវត្តិលោកទៅចេះតែមានកម្លាំងចិត្តណា
ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហាសមេធាធិបតីជួនណាតព្រះសង្ឃរាជថ្នាក់ទី1គណៈមហានិកាយសម្ដេចបានទ្រង់ប្រសូតនៅថ្ងៃអង្គារ11រោចខែផលគុណពុទ្ធសករាជ2427គឺថ្ងៃទី11មីនាឆ្នាំ1883នៅភូមិកំពង់រៀងសង្កាត់រកាកោះស្រុកគងពិសីខេត្តកំពង់ស្ពឺព្រះបិតានាមជួនព្រះមេដានាមយុគ្រួសារនេះមានបុត្រតែ2នាក់គត់គឺសម្ដេចនិងអុកញ៉ាសោផនមន្ត្រីជួននុតជួននុតនិងអុកញ៉ាកាលនៅជាកុមារបានសិក្សាអក្សរនិងលេខដរាបដល់ជនមេយុ14ឆ្នាំបានបួសជាសាមណេរជាងបួសតាំងពី14ឆ្នាំរហូតដល់បច្ចុប្បន្ន86ក៏ទៅមក70ឆ្នាំជាងហ្នឹង72ឆ្នាំប្រណបួសណាបោះចារទេនឹងសម្ដេចជួនណាតមែនទេយល់ទេមិនសម្ដេចជួនណាតមានពុន2 3ទេណាប្រកិត្តិនាមលោកល្អណាស់ទេណាបានបួសជាសាមណេរក្នុងថ្ងៃ15កើតខែពិសាខឆ្នាំចសង្រិតិស័កពុទ្ធសករាជ2541ខែឧសភាឆ្នាំ1897នៅវត្តពោធិព្រឹក្សហៅវត្តពោធិយមសង្កាត់រលៀងកែនស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលបួសជាសាមណេរបាន2ឆ្នាំក្នុងពុទ្ធសករាជ2443គ្រិស្តសករាជ1899សម្ដេចបានចូលសិក្សាព្រះបរិយត្តិធម៌នៅវត្តអូណាឡោមក្រុងភ្នំពេញលុះបានជន្មាយុ21ឆ្នាំបានទៅសូមបំពេញឧបសម្បទាជាភិក្ខុនៅថ្ងៃ14កើតខែចេសឆ្នាំរោងឆស័កពុទ្ធសករាជ2448ត្រូវនឹងខែមិថុនាឆ្នាំ1904នៅវត្តពោធិព្រឹក្សដែលជាវត្តដើមបាននិមន្តព្រះតេជប្រគុណព្រះពុទ្ធឃោសាចារ្យមាកេតសវណ្ណបញ្ញោកាលនៅជាចៅអធិការវត្តពោធិព្រឹក្សជាឧបជាណាព្រះតេជគុណកែមុំណាជាគ្រូសូត្រកម្មវេចាសម្ដេចបានទ្រង់ទទួលនាមបញ្ញត្តិថាជោទញ្ញណោបានទ្រង់បំពេញជាភិក្ខុហើយសម្ដេចនិមន្តត្រឡប់មកគង់នៅវត្តអូណាឡោមវិញចំណេះវិជ្ជានិងកិច្ចការដែលទ្រង់បានបំពេញក្នុងពុទ្ធសាសនានេះនិយាយកាត់ទេមានប្រវត្តិពិស្ដារទៀតផ្សេងក្រៅពីភាសាខ្មែរដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ដឹងឬគល់ពិតប្រាកដសម្ដេចចេះភាសាបាលីអាចអានឬសន្ទនាតាមសម្លេងជាតិបរទេសទាំងអស់គឺសំនៀងលង្កាភូមាមុនមូនសៀមនិងលាវបានអត់មានទៅតាក់ហ្នឹងហើយគឺអាចនិយាយភាសាបាលីបានបាលីនឹងសំនៀងភូមាក៏បានមូនក៏បានសៀមក៏បានលាវក៏បាននិយាយភាសាបាលីទំនាក់ទំនងបានដែរអញ្ចឹងបាននៅក្នុងប្រទេសភូមាគេឲ្យសញ្ញាបត្រលោកខ្ពស់បំផុតនៅភូមាដែលអ្នកប្រាជ្ញភូមាមិនដែលមាន